cho đó Merinti và muối này dây làm pi PHP nâng MySQL cái dương do anh là word PHP cho mỗi nâng database MySQL ok tìm muối dương thử đang đi dùng đây bo MySQL dẫn MySQL chia propon trong tình này anh dạy tha ODBMS Relational Database Management System chiaประเภท database មួយដែល store ទៅនៃវាយើងជា table មាន row មាន column ហើយវាពេញនិយមមែនតើជាមួយការប្រើប្រាស់ការបង្កើត website អីហ្នឹងជាទូទៅវាប្រើជាមួយភាសាដែល open source ដូចជា PHP Java MySQL ក៏ជាប្រភេទ open source ដែរ open source វាមានកំណត់បើយើងចង់បានមុខងារដែលធំជាងហ្នឹងយើងត្រូវបង់លុយដែរហើយក៏មុនវាស្ថិតនៅក្នុងនេះមួយទៀតខ្ញុំអត់ចាំឈ្មោះទេតែគាត់ថាក្រោយមក Oracle គាត់បានទិញយកអញ្ចឹង MySQL វាស្ថិតនៅក្នុងក្រុមហ៊ុន Oracleអូខេនេះគុណសម្បត្តិគុណវិបត្តិអីគឺ MySQL ងាយស្រួលប្រើគេមានអនុភាពមានល្បឿនលឿនមានសុវត្ថិភាពអាចពង្រីកបានគេវា support បានគ្រប់ platform ទាំងអស់ Windows Linux Mac គេដើម្បី access យក data នៅក្នុង database បានគឺយើងប្រើ SQL Structure Query Language ដូចជា insert into select update delete ហើយ query ដែលបាក់ជាងគេគឺ select វាត្រូវបានអភិវឌ្ឍនិងចែកចាយដោយក្រុមហ៊ុន Oracle គេ MySQL អាចដោះស្រាយនៅបញ្ហាបានទាំងកម្មវិធីតូចនិងធំគេវាមាន layer security ហ្នឹងដើម្បីការពារទិន្នន័យរបស់យើងហ្នឹងអញ្ចឹងវាមានច្រើន database ដែលយើងអាចប្រើដូចជា MySQL DB2 Progress SQL គេ MariaDB SQL Server Oracle យើងអាចប្រើបានជាប្រភេទ relational database ទាំងអស់អាហ្នឹងកាលណានិយាយពី relational គឺការ store ជា table មាន row មាន column ហើយពេលពពួក no SQL ឬក៏ non relational database ការ store data របស់យើងហ្នឹងមិនមែនជា table ទេអាច store ជា document base គេ store ជា key value pair វាមានដូចជា MongoDB Firebase គេមាន Redis អានោះជាប្រភេទដែលគេប្រើ database ធំគេការបង្កើត database តើយើងទៅបង្កើត database ហើយខ្ញុំអត់និយាយនិយមន័យអីនៅក្នុងនេះទៀតទេនៅពេលដែលយើងបង្កើត database យើងត្រូវបង្កើត table នៅក្នុងនោះទៀតអញ្ចឹងការបង្កើត table គឺយើងត្រូវដឹងពីប្រភេទ data type data type យើងប្រើសម្រាប់ធ្វើអីវាដូចនៅក្នុង programming ដែរdata type យើងប្រើសម្រាប់ធ្វើការកំណត់ប្រភេទទិន្នន័យដែលត្រូវបញ្ចូលនៅក្នុង table វាមាន int គឺជា integer គេ tiny integer tiny integer គឺលេខដែលលេខចំនួនវាតូចពេល small វារៀងធំជាង tiny គេ medium integer រៀងធំជាងទៅពេល big integer ធំបំផុតគេ store តម្លៃរបស់យើងបាននេះមានខ្ទង់របស់វាគេមាន float ចំនួននៃគេអវិជ្ជមានលេខវិជ្ជមានដែលជាលេខទស្សភាគអវិជ្ជមានក៏យើង store បានដែរ
គេ double លេខទស្សភាគដែរ decimal ក៏ជាទស្សភាគដែរគេមាន that time យើង store ជាថ្ងៃទីនេះតម្រង់ឆ្នាំខែថ្ងៃគេមានឆាជាប្រភេទអក្សរលេខក៏យើងអាចបញ្ចូលបានដែរវាអាចចាប់ផ្ដើមពី1ទៅដល់255តួអក្សរអានោះបើយើងប្រើឆាបើប្រើវ៉ាឆាពី1ទៅដល់អូអានេះខុសហើយនេះអត់ត្រូវទំហំរបស់វាច្រើនជាងឆាខ្ញុំអត់ចាំតួលេខទេហើយជាទូទៅយើងប្រើវ៉ាឆាយើងអាចបញ្ចូលជាលេខក៏បានអក្សរនិងសញ្ញាtext អូខេតើយើងមកបង្កើត database ឥឡូវយើងបង្កើត project ថ្មីមកបើយើងចង់លម្អិតមេរៀនយើងត្រូវមើលតាមហ្នឹងមើលមួយអានេះខ្ញុំរៀងកាត់ទៅតាមចំណុចដែលយើងត្រូវយកមកអនុវត្តអត់ទៅតាមមេរៀនទេហើយកន្លែងណាត្រូវការយើងទៅមើលកន្លែងហ្នឹងគេបើយើងទៅតាមមេរៀនគឺអត់បានអនុវត្តបានច្រើនទេតើអាចបង្កើត project ថ្មីមកយើងចប់អា basic របស់យើងខ្ញុំបង្កើត project មួយទៀតគេនៅក្នុង AT-Doc របស់ខ្ញុំហ្នឹងអានេះបើកមកមិនចេញអីអញ្ចឹងមិនទៅចេញ Telegram